បាទជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាបាទថ្ងៃនេះខ្ញុំសូមចែករំលែកនៅ Telegram tool មួយដែលមានប្រយោជន៍ក្នុងការបង្កើតជារូបភាពដែលភ្ជាប់ជាមួយនឹង quote ឬក៏ពាក្យស្លោកបាទសម្រាប់សម្ដីឬក៏សម្រាប់ប្រសាសន៍ផ្សេងៗសម្រាប់មកភ្ជាប់ទៅលើរូបភាពហើយយើងបង្កើតដោយស្វ័យប្រវត្តិបាទដោយគ្រាន់តែចុច2-3 click តែប៉ុណ្ណោះបាទអញ្ចឹងបងប្អូនខ្ញុំបានបង្កើតនៅ Telegram bot មួយសម្រាប់ការបង្កើតជា quotation image ហ្នឹងដែលមានឈ្មោះថា quote image AI bot បាទអញ្ចឹងបងប្អូនគ្រាន់តែចុចនៅលើ Telegram search កន្លែងប៊ូតុងហ្នឹងមកឬក៏បងប្អូនចុចវាយពាក្យ add quote image AI bot នេះគឺបងប្អូនអាចប្រើប្រាស់បានហើយអញ្ចឹងឧទាហរណ៍តែម្ដងខ្ញុំបានចូលវារួចរាល់ហើយខ្ញុំបានតេស្តវាបានដើរហើយមុខងារដែលសំខាន់គឺមាន3បាទទី1គឺរូប generate multi image with auto quote បាទមានន័យថាបើយើងយកមុខ option ខាងលើនេះវានឹងឲ្យយើងគ្រាន់តែវាយចំនួនដែលយើងចង់បានតែប៉ុណ្ណោះហើយតទៅនឹងរូបភាពនិង quote ជាអក្សរជាឬក៏ជាសុភាសិតហ្នឹងគឺវានឹងចាប់ដោយស្វ័យប្រវត្តិដូចគ្នាដែរបាទតែខ្ញុំបានដាក់ចូលបាទអញ្ចឹងក្នុងនោះមានសុភាសិតឬក៏ជាសម្រងសម្ដីរបស់អ្នកប្រាជ្ញឬក៏ថ្នាក់ដឹកនាំបាទដែលមានប្រយោជន៍សម្រាប់យកទៅចែកចាយបង្ហោះនៅលើបណ្ដាញសង្គមផ្សេងៗបាទសម្រាប់ជាប្រយោជន៍ដល់សាធារណជនឥឡូវឧទាហរណ៍ខ្ញុំរើសយកចំណុចទី1បាទខ្ញុំគ្រាន់តែវាយចំនួន2ឧទាហរណ៍ខ្ញុំបង្កើត quote ចំនួន2ខ្ញុំចុច enter ឬក៏យើងចុចកន្លែងផ្ញើនឹងមកវានឹងទៅធ្វើការតែម្ដងបាទអញ្ចឹងទី1វានឹងចាប់បង្កើតជារូបភាពដែលយើងវាបានបង្ហាញហើយវានឹងបង្កើតhot air balloon បាទបង្កើតពេញប៉ោងមានជារូបភាពពេញប៉ោងអញ្ចឹងណាមូលក្រហមអញ្ចឹងទៅបាទហើយបន្តមកវានឹងបោះ quote នឹងទៅដោយស្វ័យប្រវត្តិហើយយើងរងចាំបន្តិចទៅបាទអានេះមុខងារទី1នេះគឺអាចនិយាយបានថាជា quote ជា surprise quote បាទមានថាវាជា quote ដោយចៃដន្យសម្រាប់ការភ្ញាក់ផ្អើលមួយសម្រាប់យើងយកទៅប្រើប្រាស់គឺយើងចង់តេស្តលេងអញ្ចឹងណាបាទហើយចំណុចនេះបញ្ជាក់ជូនផងដែរបាទករណី load ឃើញ error អញ្ចឹងគឺដោយសារតែខ្ញុំអត់ទាន់ fix នៅមុខងារមួយនេះបាទអញ្ចឹងឃើញបងប្អូនគឺបានបង្កើតនៅរូបភាពមួយបាទហើយវានឹងយក quote មកជាភាសាបរទេសហើយក្នុងនោះវាដាក់ឈ្មោះអ្នកប្រាជ្ញផងដែរ quote ទី1បានបង្កើតរួចរាល់ហើយវានឹងចាប់បន្តដោយស្វ័យប្រវត្តិទៅលើ quote ទី2ព្រោះយើងយកចំនួន2បាទឃើញបានបង្កើតរួចរាល់ហើយបាទអញ្ចឹងចំនួន2 quote គឺបានបង្កើតឲ្យមានថា2នៅលើ2រួចរាល់បាទអញ្ចឹងនេះគឺជាលទ្ធផលដែលយើងជ្រើសរើសដោយស្វ័យប្រវត្តិអញ្ចឹងចំណុចទី2ករណីវាលូតបាត់បតុងយកវិជាចឹងហើយបែរជាអក្សរឬក៏ជាលេខចឹងមកបងប្អូនបាទឬក៏យើងរងចាំបន្តិចដើម្បីវា clear ហើយវាដំណើរការបន្តទៀតអញ្ចឹងទី2គឺជាជំរឿនមួយដែលយើងចុចលើវាហើយវានឹងឲ្យយើងជ្រើស2ទៀតមានថាទី1គឺយើងរើសរូបភាពដោយស្វ័យប្រវត្តិដែលមានអក្សរនៅក្នុងរួចជាស្រេចឬក៏យើងចង់វាយជាអក្សរខ្មែរឬក៏ជាអក្សរអង់គ្លេសសម្រាប់ឲ្យវាបង្កើតឲ្យឧទាហរណ៍ខ្ញុំយក input ខ្ញុំអត់ចង់វាយដៃទេខ្ញុំយករូបភាពចាស់ដើម្បីបង្កើតជារូបភាពមួយឥឡូវខ្ញុំយកឲ្យវាបង្កើតនៅ background មួយនេះបាទ background មួយនេះខ្ញុំដាក់ blur red background blur text this information new មានថាឲ្យវាបង្កើតនៅ background មួយមានជាស្ថានក្រហមហើយមានពាក្យដាក់ថា this information new មានជាពណ៌មានខ្លាំងបន្លំបាទខ្ញុំបាយចូលនៅ background បន្ទាប់មកវានឹងឲ្យយើងបន្តទៀតគឺដល់យើងវាយអក្សរជាភាសាអង់គ្លេសជា quote ហ្នឹងឬក៏ជាសារអប់រំហ្នឹងសាច់យើងវាយទៅហើយឬក៏យើងចង់ដាក់ auto ដែលខ្ញុំបានបញ្ចូលរួចរាល់ស្រាប់បាទអញ្ចឹងខ្ញុំអត់ចង់ឲ្យបានយកស្រាប់ពីខាងក្នុងទេខ្ញុំចង់ឲ្យបង្កើតជារូបភាពហើយវាយអក្សរមួយនេះមួយ clear នេះចូលរួមប្រឆាំងព័ត៌មានខ្លាំងបន្លំនេះនៅលើរូបភាពហ្នឹងឥឡូវខ្ញុំបានដាក់ចូលខ្ញុំ enter បាទអញ្ចឹងយើងរងចាំបន្តិចវានឹងធ្វើដំណើរការបង្កើតតាមលំដាប់ដោយទី1គឺបង្កើតនៅរូបភាព background បាទឥឡូវគឺបានដំណើរការបង្កើតហើយ background បាទរូបភាព background បានបង្កើតឲ្យជោគជ័យហើយបន្ទាប់វានឹងបង្ហាញstep បន្តបាទឥឡូវក៏ download background ដើម្បីវាអក្សរលើវាអក្សរជាពាក្យថារួមចូលរួមប្រឆាំងចំពោះព័ត៌មានខ្លាំងបន្លំពីខាងលើ
ករណី load ច្រើនដងបែបនេះមិនមានបញ្ហាទេបងប្អូនដោយសារតែខ្ញុំអត់បាន fix នៅ error print មួយចំនួនបាទឥឡូវរូបភាពបានបង្កើតហើយអត្ថបទវាយពីខាងលើក៏បានបង្កើតរួចរាល់ដែរបាទអញ្ចឹងឃើញទេចូលរួមប្រឆាំងចំពោះព័ត៌មានខ្លាំងបន្លំបាទ disinformation តើតើនឹងរូបភាពបង្កើតដោយ AI នេះពេលខ្លះទៅគឺអត់បានដូចចិត្តរបស់យើង 100% ដែរអូខេ disinformation បាត់អក្សរ F information មានថាអត់ត្រូវអក្សរជាភាសាអង់គ្លេសអញ្ចឹងបងប្អូនអាចព្យាយាមបង្កើតម្ដងឬជា2ដងទៅអត់មានបញ្ហាទេបាទហ្នឹងហើយអញ្ចឹងនេះជាឧទាហរណ៍សម្រាប់បងប្អូនអាចយក Telegram bot បង្កើត quotation មួយនេះយកទៅប្រើប្រាស់ឲ្យមានប្រយោជន៍សម្រាប់ស្ថាប័នឬក៏សម្រាប់ page ឬក៏សម្រាប់ account របស់យើងផ្ទាល់ដោយយើងអត់ចាំបាច់ទៅអង្គុយចុច design តាមរយៈកម្មវិធី Photoshop ឬក៏ design កម្មវិធី design ផ្សេងៗទេវាមិនល្អពេកទេប៉ុន្តែវាពេលខ្លះសម្រាប់ការងារលឿនហើយដែលយើងត្រូវធ្វើជាប្រចាំរាល់ថ្ងៃបងប្អូនអាចប្រើប្រាស់នៅ tool Telegram bot មួយនេះបានសម្រាប់ជាប្រយោជន៍ហើយ font អក្សរខ្ញុំនឹង update តាមក្រោយទៀតនឹងឲ្យបង្កើតជា font អក្សរគេ style font ខ្មែរហ្នឹងច្រើនជម្រើសជាអក្សរមូលអក្សរជ្រុងឬក៏អក្សរក្បាច់ផ្សេងខ្ញុំនឹងឲ្យ option នៅពេលក្រោយបន្តទៀតបាទអរគុណសម្រាប់ការចូលរួមទស្សនាហើយសង្ឃឹមថា Telegram bot បង្កើត quote មួយនេះនឹងមានប្រយោជន៍សម្រាប់បងប្អូនទាំងអស់គ្នាហើយយើងចូលរួមប្រើប្រាស់នៅរូបភាពដែលមានសារៈសំខាន់សម្រាប់សាធារណជនចូលរួមប្រឆាំងនឹងព័ត៌មានខ្លាំងបន្លំឬក៏ព័ត៌មានខ្លាំងៗផ្សេងដើម្បីសង្គមរបស់យើងមានសុខសន្តិភាពនិងការអភិវឌ្ឍបាទសូមអរគុណ